បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះអាតសុកយ៉ារៀនថ្នាក់ងថ្នាក់លេខរៀងទី8ថ្ងៃនេះខ្ញុំធ្វើការឆ្លុះបញ្ចាំងនិងសង្ខេបក៏ដូចជាកំណត់ត្រាមេរៀនសប្តាហ៍ទី5អញ្ចឹងគឺមេរៀនការវាយតម្លៃក្នុងម៉ោងសិក្សានិងការវាយតម្លៃតាមដំណាក់កាលផ្អែកលើការវាយតម្លៃបញ្ចប់អញ្ចឹងមេរៀនហ្នឹងគឺចង់សំខាន់ទៅលើការយល់ដឹងនិងការអនុវត្តការវាយតម្លៃតាមដំណាក់កាលដែលជាដំណើរការសំខាន់ក្នុងការកែលម្អក្នុងការបង្រៀននិងការសិក្សារបស់សិស្សអញ្ចឹងទី1នោះគឺនិយមន័យនិងគោលបំណងរបស់មេរៀនអញ្ចឹងនិយមន័យនិងគោលបំណងមេរៀនគឺជាដំណើរការមួយក្នុងការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សមានន័យថាតើការរៀនរបស់សិស្សនោះគាត់មានការវិវត្តទៅមុខឬក៏គាត់មិនមានការវិវត្តទេអញ្ចឹងទី2គឺយើងនឹងផ្ដល់មតិកែលម្អបើសិនជាសិស្សនោះគាត់មានការវិវត្តមិនទៅមុខទេអញ្ចឹងយើងត្រូវកែលម្អគាត់ថាតើគាត់មានចំណុចអីដែលខ្វះខាតអញ្ចឹងយើងប្រាប់ចំណុចដែលខ្វះខាតនោះទៅកូនសិស្សងាយស្រួលគាត់ដឹងពីចំណុចដែលខ្វះខាតនោះហើយធ្វើការកែលម្អទី2បើសិនជាយើងឆ្លុះបញ្ចាំងលើខ្លួនឯងលើការបង្រៀនតើយើងបានប្រើយុទ្ធសាស្ត្រសមស្របទៅនឹងការបង្រៀនដែរអត់បើសិនជាអត់ទេយើងត្រូវការធ្វើការកែលម្អយុទ្ធសាស្ត្ររបស់យើងក្នុងការបង្រៀនក៏ដូចជាការសិក្សារបស់សិស្សតើយុទ្ធសាស្ត្រក្នុងការប្រើនៅក្នុងថ្នាក់របស់យើងហ្នឹងវាបង្កើនសមិទ្ធផលឬអត់បើសិនជាអត់ទេយើងត្រូវពិចារណាដូរយុទ្ធសាស្ត្រថ្មីព្រោះការយល់ដឹងរបស់សិស្សវាមានកម្រិតតាមភាពឆ្លាតរបស់ក្មេងហើយទៅតាមថ្នាក់អញ្ចឹងយើងធ្វើយុទ្ធសាស្ត្រនោះទៅតាមសេចក្តីត្រូវការរបស់ក្មេងនិងភាពឆ្លាតវៃរបស់ពួកគាត់នឹងឯងទី2វត្តនៃការវាតម្លៃតាមដំណាក់កាលស្អីគេគឺវត្តវាតម្លៃតាមដំណាក់កាលអញ្ចឹងយើងដឹងហើយថាការវាតម្លៃវាមានដំណាក់កាលរបស់វាដែលមាន4ជំហានណាដែលមាន4ជំហានអញ្ចឹងទី1យើងត្រូវតែប្រមូលភស្តុតាងទី2យើងវាតម្លៃភស្តុតាងទី3យើងផ្ដល់មតិត្រឡប់ទី4គឺការកែលម្អការបង្រៀននឹងឯងបាទអញ្ចឹងខ្ញុំសូមនិយាយអំពីការប្រមូលភស្តុតាងអញ្ចឹងការប្រមូលភស្តុតាងយើងតាមរយៈអ្វីខ្លះការប្រមូលភស្តុតាងយើងធ្វើតាមរយៈការសង្កេតផ្ដល់ជាសំណួរសួរធ្វើលំហាត់ឬក៏ឲ្យគាត់ស្វែងវាតម្លៃខ្លួនឯងតើគាត់បានចេះបានចាំមេរៀនអីខ្លះដែលគាត់បានរៀនកន្លងមកនេះហើយផ្ដល់មតិត្រឡប់ស្អីគេផ្ដល់មតិត្រឡប់បាទអញ្ចឹងផ្ដល់មតិត្រឡប់ហ្នឹងគឺយើងធ្វើឲ្យតាន់ពេលតាន់វេលាឲ្យបានច្បាស់លាស់បើឧទាហរណ៍ថាគាត់ខ្វះខាតអីមួយអញ្ចឹងគាត់កំពុងតែធ្វើការខ្វះខាតចំណុចនោះចំណុចឧទាហរណ៍ថាចំណុចកអញ្ចឹងយើងគួរតែកែប្រែភ្លាមគាត់ព្រោះគាត់នឹកឃើញពីសកម្មភាពរបស់គាត់ភ្លាមហ្នឹងគាត់ជាក់ស្ដែងហ្នឹងគាត់ងាយយល់ងាយចាំហើយអាចនឹងងាយស្រួលកែលម្អផងដែរបាទតែយើងក៏មើលតាមស្ថានភាពដែរចំណុចកែលម្អនេះបើសិនជាស្ថានភាពតឹងតែងទេយល់ល្អគឺមិនតន់ធ្វើការកែលម្អភ្លាមទេគួរតែរងចាំតែបើសិនជាស្ថានភាពមិនតឹងតែងទេគួរតែភ្លាមវាមានប្រសិទ្ធភាពបាទហើយចំពោះការកែលម្អការបង្រៀនការកែលម្អការបង្រៀនដូចផែនការបង្រៀនរបស់យើងសកម្មភាពតាមជំហានរបស់យើងតើវា
វាសមស្របទៅនឹងកម្រិតសិស្សឬទេបើសិនជាសមស្របនោះហើយជាសេចក្តីត្រូវការរបស់សិស្សបាទអញ្ចឹងប្រភេទនៃការវាយតម្លៃគឺមានតាមដំណាក់កាលទី1ការវាយតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងការវាយតម្លៃក្នុងម៉ោងសិក្សាពេលយើងបង្រៀនបណ្ដាយើងសង្កេតនិងធ្វើការវាយតម្លៃទៅសិស្សនោះបណ្ដាដើម្បីដឹងថាកម្រិតរបស់គាត់នឹងចាប់បានកម្រិតណានឹងគឺយើងវាយតម្លៃក្នុងម៉ោងសិក្សាហើយទី2គឺការវាយតម្លៃដែលបន្តបញ្ចូលទៅក្នុងសកម្មភាពប្រចាំថ្ងៃអញ្ចឹងរៀងរាល់ថ្ងៃដែលយើងបង្រៀនគាត់យើងត្រូវតែធ្វើការវាយតម្លៃជារៀងរាល់ថ្ងៃដើម្បីដឹងពីការអភិវឌ្ឍរបស់សិស្សនោះតើគាត់មានការអភិវឌ្ឍទៅមុខឬក៏ថយក្រោយណាបាទអញ្ចឹងការវាយតម្លៃមាន2ទម្រង់ដែលទី1យើងធ្វើការវាយតម្លៃភ្លាមទី2យើងធ្វើជាផែនការបាទហើយការវាយតម្លៃតាមដំណាក់កាលផ្អែកទៅលើការវាយតម្លៃបញ្ចប់គឺជាការប្រាប់គឺមានដូចជាការប្រើប្រាស់ផលការវាយតម្លៃបញ្ចប់ដូចជាការប្រឡងអីជាដើមហ្នឹងគឺជាការវាយតម្លៃបញ្ចប់ហើយដូចជាប្រឡងឆមាសប្រឡងប្រចាំខែឯហ្នឹងសិតតែជាស្ថិតនៅក្នុងការវាយតម្លៃឬក៏ប្រឡងបញ្ចប់វគ្គអីហ្នឹងវាស្ថិតទៅក្នុងការវាយតម្លៃបញ្ចប់បាទហើយយុទ្ធសាស្ត្រកន្លឹះក្នុងការវាយតម្លៃក្នុងម៉ោងសិក្សានោះតើវាមានយុទ្ធសាស្ត្រអីខ្លះអញ្ចឹងយុទ្ធសាស្ត្រគឺគ្រូបង្រៀនត្រូវប្រើប្រាស់ប្រើប្រាស់យុទ្ធសាស្ត្រកន្លឹះហ្នឹងដើម្បីប្រមូលភស្តុតាងនៃការសិក្សារបស់សិស្សរួមមានអីគេរួមមានការសង្កេតមិនផ្លូវការអញ្ចឹងវាផ្ដោតទៅលើអេរិយាបថឬក៏រឹកពីរបស់សិស្សហ្នឹងទឹកមុខកាយវិការរបស់គាត់ហ្នឹងអាហ្នឹងយើងធ្វើការវាយតម្លៃមិនផ្លូវការតែគាត់មានទឹកមុខយ៉ាងដូចម្ដេចក្នុងការរៀនជាមួយយើងឬក៏គាត់មានទឹកមុខយ៉ាងដូចម្ដេចពីផ្ទះរបស់គាត់តែលោកគាត់មានអារម្មណ៍មិនល្អក៏អាចជះឥទ្ធិពលទៅលើការសិក្សារបស់គាត់ដែរគឺមានន័យថាកត្តាពីខាងក្រៅអាចជះឥទ្ធិពលទៅលើទឹកចិត្តរបស់គាត់ក្នុងការសិក្សាហើយវាក៏ជះឥទ្ធិពលទៅលើថ្នាក់រៀនទាំងមូលដែរអាចបាទហើយមួយទៀតគឺសំណួរផ្ទាល់មាត់នេះគឺយើងប្រើសម្រាប់ការវាយតម្លៃដែរដើម្បីដឹងពីកម្រិតយល់ដឹងរបស់សិស្សហើយជំរុញសិស្សឲ្យអនុវត្តមេរៀនបន្ថែមបើសិនជាគាត់ឧទាហរណ៍ថាយើងហៅគាត់សូត្រមេ2ចុះដូចស្រាប់តែគាត់សូត្របានខ្លះអត់ខ្លះអញ្ចឹងយើងអាចឬក៏សួរសំណួរទៅគាត់ថា2ម្ដងប៉ុន្មានអញ្ចឹង2 6ដងប៉ុន្មានអញ្ចឹងមកគាត់ឆ្លើយមិនបានទេមានន័យថាការយល់ដឹងរបស់គាត់នៅមានកម្រិតទេអញ្ចឹងគាត់ដឹងអញ្ចឹងគាត់អាចទៅខំរៀនសូត្របន្ថែមនៅឯផ្ទះដើម្បីឲ្យបាននៅអ្វីដែលគ្រូត្រូវការអញ្ចឹងទៅឬក៏គាត់ចង់បានពិន្ទុល្អអញ្ចឹងទៅគាត់ខិតខំរៀនបន្ថែមអញ្ចឹងគាត់អាចដឹងបន្តមកទៀតគឺការផ្ដល់មតិការលម្អប្រកបដោយប្រសិទ្ធភាព effective feedback ហ្នឹងអញ្ចឹងការកែលម្អមិនថាគ្រប់ការកែលម្អជួនកាលអ្នកខ្លះអត់ចេះនិយាយកែលម្អសិស្សទេពេលសិស្សធ្វើខុសភ្លាមថាអូណែឆ្លើយកូនឆ្លើយនេះមិនត្រូវទេដល់ពេលឮថាសំឡេងឃ្លាអញ្ចឹងសិស្សបាក់ទឹកចិត្តលេងហ៊ានឆ្លើយនៅពេលថ្ងៃក្រោយអញ្ចឹងការកែលម្អដោយប្រសិទ្ធភាពហ្នឹងគឺអីបើសិនជាខ្ញុំជាកូនវិញឬក៏បើសិនជាលោកគ្រូជាកូនវិញលោកគ្រូនឹងធ្វើអញ្ចេះបើសិនជាលោកគ្រូវិញលោកគ្រូ
នឹងអនុវត្តរបៀបចេះរបៀបទី1ត្រូវធ្វើចេះអាហ្នឹងគឺការផ្ដល់មតិកែលម្អប្រកបដោយសិទ្ធិភាពអញ្ចឹងក្នុងនាមជាគ្រូមែនតែបើសិនជាយើងផ្ដល់មតិកែលម្អមិនមានប្រសិទ្ធភាពទេវាអាចប៉ះពាល់ដំណើរការសិក្សារបស់សិស្សនៅពេលថ្ងៃអនាគតអញ្ចឹងហើយបានជាគ្រូគឺសំខាន់ណាស់ក្នុងការនិយាយមតិកែលម្អប្រកបដោយសិទ្ធិភាពហ្នឹងមានច្រើនថែមទៀតហើយជាបន្តមកទៀតគឺការពិនិត្យមើលថាតើចម្លើយហ្នឹងពិតជាត្រឹមត្រូវឬអត់គេហៅថាសំយោគគេហៅថាធ្វើសំយោគនឹងឯងអញ្ចឹងចម្លើយរបស់គាត់ខុសត្រង់ណាយើងកែលម្អយើងកែតម្រូវគឺត្រូវនៅអ្វីដែលជាគោលដៅឬក៏មេរៀនដែលផ្ដល់ខ្លឹមសារឲ្យជាចុងក្រោយការបរិយាយលម្អិតអញ្ចឹងពេលខ្លះយើងបញ្យល់គាត់ម្ដងអីទៅមិនយល់ទេត្រូវការនិយាយបកស្រាយឲ្យក្បោះក្បាយទើបគាត់យល់បានបាទអញ្ចឹងមេរៀនសប្តាហ៍ទី5ថ្ងៃនេះខ្ញុំសូមបញ្ចប់សម្រាប់ការសង្ខេបនាពេលនេះសូមអរគុណលោកគ្រូសូមជម្រាបលា